យ៉ាងហោចណាស់យើងក៏ជិតស្និទ្ធខ្លាំងណាស់ដែរហើយខ្ញុំគិតថាយើងលើសពីពាក្យថាជិតស្និទ្ធទៅទៀតលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនចាមីនណេដានយ៉ាហ៊ូបានយល់ព្រមគាំទ្រកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សាដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកកិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងបទឈប់បាញ់នៅក្នុងសង្គ្រាមរយៈពេល2ឆ្នាំនៅហ្គាហ្សានិងការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់ប្រសិនបើក្រុមហាម៉ាស់យល់ព្រមសំណើនេះអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ភ្លាមប៉ុន្តែមិនឲ្យលើសពី72ម៉ោងឡើយមន្ត្រីម្នាក់របស់ក្រុមហាម៉ាស់បាននិយាយក្រោយការប្រកាសថាពួកគេមិនទាន់បានទទួលផែនការជាលាយលក្ខណ៍អក្សរនោះទេខ្ញុំគាំទ្រផែនការរបស់អ្នកដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សាដែលសម្រេចបាននៅគោលដៅសង្គ្រាមរបស់យើងវានឹងនាំយកចំណាប់ខ្មាំងទាំងអស់របស់យើងត្រឡប់មកអ៊ីស្រាអែលវិញរំសាយសមត្ថភាពយោធារបស់ក្រុមហាម៉ាស់បញ្ចប់ការគ្រប់គ្រងនយោបាយរបស់ខ្លួននិងធានាថាហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលម្ដងទៀតឡើយលោកនេតានយ៉ាហ៊ូបានបំពេញទស្សនកិច្ចលើកទី4របស់លោកទៅកាន់សេតវិមានចាប់តាំងពីលោកត្រាំចូលកាន់តំណែងវិញកាលពីខែមករាមេដឹកនាំអ៊ីស្រាអែលស្លាប់ស្ដាំរូបនេះកំពុងស្វែងរកការពង្រឹងទំនាក់ទំនងដ៏សំខាន់បំផុតរបស់ប្រទេសលោកបន្ទាប់ពីមេដឹកនាំលោកខាងលិចជាច្រើនបានទទួលស្គាល់ជាផ្លូវការនៅរដ្ឋប៉ាឡេស្ទីនកាលពីសប្តាហ៍មុនដោយមិនស្ដាប់ការជំទាស់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកត្រាំដែលបានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពទាំងនោះថាជារង្វាន់សម្រាប់ក្រុមហាម៉ាស់កំពុងស្វែងរកការយល់ព្រមពីលោកនេដានយ៉ាហ៊ូទោះបីជាអ៊ីស្រាអែលមានការព្រួយបារម្ភចំពោះផ្នែកខ្លះនៃផែនការក៏ដោយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញផែនការសន្តិភាពរបស់ខ្លួនទៅកាន់រដ្ឋអារ៉ាប់និងមូស្លេមនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនផែនការ20ចំណុចរបស់លោកត្រាំរួមមានការដកទ័ពអ៊ីស្រាអែលជាដំណាក់កាលចេញពីតំបន់ប៉ាឡេស្ទីនការដកអាវុធរបស់ក្រុមហាម៉ាស់និងរដ្ឋាភិបាលអន្តរការដឹកនាំដោយស្ថាប័នអន្តរជាតិដែលលោកត្រាំជាប្រធានការចរចានៅសេតវិមានកើតឡើងនៅពេលដែលរថក្រោះអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទបានបន្តចូលកាន់តែជ្រៅទៅក្នុងទីក្រុងហ្គាហ្សាអ៊ីស្រាអែលបានបើកការវាយលុកដ៏ធំបំផុតមួយរបស់ខ្លួនក្នុងសង្គ្រាមខែនេះដោយលោកនេតានយ៉ាហ៊ូបាននិយាយថាលោកមានបំណងកំទេចក្រុមហាម៉ាស់និងបន្ទាយចុងក្រោយរបស់ខ្លួនសង្គ្រាមនេះបានបន្សល់ទុកទីក្រុងហ្គាហ្សារងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនិងបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ